នៅពេលអាយុដំអភិសន្តិបណ្ឌិតសសុខាដាក់កម្មវិធីសម្ងាត់ដើម្បីចូលឆ្វែងយល់ពីជីវភាពការងារជាក់ស្ដែងរបស់មន្ត្រីប៉ុស្តិ៍នគរបាលក្នុងដំណើរបំពេញបេសកកម្មនៅខេត្តបាត់ដំបងកាលពីថ្ងៃច័ន្ទទី8ខែមិថុនាឆ្នាំ2026អាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់កម្មវិធីការងារសម្ងាត់ចំនួន2ទីតាំងនៅក្នុងទឹកដីស្រុកថ្មគោលដោយពុំបានជួបដំណឹងជាមុនអាយុដំអភិសន្តិបណ្ឌិតបានចូលទៅពិនិត្យជីវភាពការងារជាក់ស្ដែងរបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលរំជ្រៃនិងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំជ្រៃអាយុដំអភិសន្តិបណ្ឌិតសសុខាបានថ្លែងលើកទឹកចិត្តនាយរងនិងមន្ត្រីប៉ុស្តិ៍ដែលមានវត្តមានប្រចាំការបំពេញការងារជាធម្មតាបន្ទាប់ពីសម្រាកអាហារថ្ងៃត្រង់ជួបាយទូចាក់ហើយណាំម៉ូតូនោះមេតាំងពីនិយាយទៅតាំងពីជំនាន់នេះបោះចាស់មិនបានមើលថាណាក៏ប៉ុន្តែម៉ូតូបើថានេះសូមលោកមេថាយកកុំអស់ម៉ូតូនោះទៀតម៉ូតូពួកស្មាតនេះកាលណាយើងជិះទៅសលេងវាខុសពីគេទៅពេលយើងចុះក្រាបបាត់មើលអីយើងចង់មានលក្ខណៈដែលយើងរួចលាក់មេជីបិទភ្លើងចឹងធម្មតាវាយំមិនទៅក្រាបបាត់មើលអញ្ចឹងពីនៅទៅលឺសលេងមកវាផ្លែនឹងសលេងវិញបាទអញ្ចឹងអត់នេះទេវាទៅទៅរត់ពេកបានបាទអញ្ចឹងចង់បានម៉ូតូនេះថាឥឡូវមេបើថាយើងអាចចង់និយាយថាមេឧបត្ថម្ភមកក្រោយជាមកអីចង់ឲ្យបានត្រីមានន័យថាសំលេងវាជាមួយនឹងបាត់មើលដូចគ្នាមិនអាចពេកងាយបានទេបាទតែបើសិនជាអនុចេញមកសំលេងនេះមកទៅវាខុសគេដល់ពេលបាទសំលេងផ្លែគេដល់ពេលអញ្ចឹងក្រោយយើងជីទៅទៅហោះព្រីមកហើយជំនួបពិភាក្សារវាងអាយុដំអភិសន្តិបណ្ឌិតនិងមន្ត្រីនគរបាលប៉ុស្តិ៍រំជ្រៃបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលបំផុតអាយុដំអភិសន្តិបណ្ឌិតបានទទួលព័ត៌មានមួយចំនួនអំពីការងារសន្តិសុខនិងសណ្ដាប់ធ្នាប់ការងារសេវាអត្តសញ្ញាណកម្មនិងស្ថិតិការប្រើប្រាស់បច្ចេកវិទ្យា Digital ធនធានមនុស្សសម្ភារៈនិងមធ្យោបាយបំពេញការងារជាដើមថ្នាក់ដឹកនាំនិងមន្ត្រីប៉ុស្តិ៍ក៏បានជម្រាបជូនអាយុដំអភិសន្តិបណ្ឌិតនៅសំណើសំណូមពរពាក់ព័ន្ធការបំពេញការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអាយុដំអភិសន្តិបណ្ឌិតបានចាត់ទុកព័ត៌មានទាំងអស់នេះជាមូលដ្ឋានរួមចំណែកសម្រាប់ការពិចារណាដាក់ចេញវិធីសាស្ត្រនិងដំណោះស្រាយចំពោះមុខនិងការរៀបចំផែនការកំណែទម្រង់ជាបន្តបន្ទាប់សម្រាប់រយៈពេលវែងក្នុងពេលកំពុងជួបពិភាក្សាក៏ឃើញមានពលរដ្ឋមកស្នើសុំសេវាអត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅជាបន្តបន្ទាប់ដែរក្នុងឱកាសនោះដែរអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានបន្តចូលពិនិត្យនិងសួរសុខទុក្ខមន្ត្រីសមាជិកក្រុមប្រឹក្សាឃុំនិងមន្ត្រីបម្រើការងារនៅយន្តការច្រកចេញចូលតែមួយដែលកំពុងប្រចាំការបំពេញការងារនិងផ្ដល់សេវាជូនប្រជាពលរដ្ឋមុនបន្តដំណើរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំសូមរៀបសិនពេលบอกសូមលេងមកមួយទៀតសេវានេះបានមិនគួរមួយអស់មួយមានគួរមានអស់មានតែដល់ថ្ងៃតែគ្រប់អាយុចាហើយមិនហើយហើយទៅវិទ្យាសំខាន់តិចមកហើយបាទដល់អីយុគគ្រូតារៀនបានមកជើងក៏មិនខុសពីប៉ុស្តិ៍នគរបាលរដ្ឋបាលរំជ្រៃនោះដែរថ្នាក់ដឹកនាំនិងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំពុំបានដឹងនិងត្រៀមខ្លួនសម្រាប់ការមកដល់របស់អាយុដំអភិសន្តិបណ្ឌិតទេពេលនោះមន្ត្រីកំពុងមមាញឹកក្នុងការបំពេញការងារជាក់ស្ដែងរួមមានសរសេរបែបបទជូនប្រជាពលរដ្ឋមកស្នើសុំសេវាសិភៅស្នាក់នៅនិងសេវាសិភៅគ្រួសារកំពុងថតរូបពលរដ្ឋមកស្នើសុំសេវាអត្តសញ្ញាណប័ណ្ណនិងមន្ត្រីខ្លះទៀតកំពុងពិនិត្យនិងបូកសរុបរបាយការណ៍ប្រចាំខែអញ្ចឹងខ្ញុំគិតថាជាការពីសំខាន់ហើយកន្លងទៅនៅក្នុងការងាររបស់យើងពាក់ព័ន្ធនឹងការលើកឡើងសំណើសំណុំពរនេះយើងធ្វើតាមវិធីណាមានយើងទទួលតាមវិធីណាតាមទូរស័ព្ទមកផ្ទាល់ឬតាម Facebook អីជាច្រើនគាត់តេតទៅតាមទូរស័ព្ទរបស់យើងមានបាទតែយើងនិយាយគាត់8ករណីគាត់តាមទូរស័ព្ទពីករណីគាត់មកផ្ទាល់តែយើងចុងឆ្នាំនេះបានវាយតម្លៃថាលើប្រមាណករណីដែលស្នើសុំយើងបានដោះស្រាយមកយើងមាន
bạn bột đỏ hoặc là mang vai phải cho nên cô đây là bây giờ dân trồng ngư dân tây kỳ buôn hai đấy bàn dương được lo tới lên quanh giống như là ôn xây mà nè riêng nơi là muối hay của mạc con quay từ lọc đi đỏ hỏi ở cục đặc biệt của đấm ngọc cây buôn ngày cái đó bàn đi chặt việc cả rồi nó chọn tiền bàn vẫn mấy nước mạnh anh ra nó cứ đó là đòn chủ là lớn cái phòng ra với đòn này to này không dùng mất ở bên đây là ra cũng ta làm ấy to để mà chắc hàng đây bàn người công dùng mà một cây buôn ấy đấy bởi đương nhiên nhưng mừng cưới là nó cũng luôn lẹ đương vay mà đương thon cho nông một bọn Facebook dương mừng rồi cưới ọt đi cưới tổng mục lại vay cưới tổng mục lại đầu trụ nhưng tốt luôn mà chứ là nó gò vì như này phải được mấy ao là còn kẹt mòn ra mới phòng chúng mưa cũng luôn như thế ក្នុងកិច្ចពិភាក្សាមួយសន្ទុះធំនោះអាយុដំអភិសន្តិបណ្ឌិតសសុខាបានសាកសួរនិងទទួលព័ត៌មានពីលោកនាយនាយរងនិងមន្ត្រីប៉ុស្តិ៍អំពីទំនាក់ទំនងការងារប្រចាំថ្ងៃជាមួយប្រជាពលរដ្ឋទំនាក់ទំនងការងារជាមួយរដ្ឋបាលឃុំនិងជាពិសេសបញ្ហាប្រឈមក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានឃុំគោកឃ្មុំក្នុងនាមជាមេកាយកម្ពុជាមួយរូបអាយុដំអភិសន្តិបណ្ឌិតបានមានប្រសាសន៍សរសើរនៅលើទឹកចិត្តចំពោះការកាត់ខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់និងការងារសេវាចាំបាច់តាមច្បាប់កំណត់ và trên họ con chơi nhưng mà bên đây bên bên đây là họ con chơi cũng không khan thế nhỉ lại một từ là cả đỡ chia sẻ đi cho bọn tôi này từ mấy cái này muốn chung tư dục tư được bây giờ lớn nhưng thôi tam tê cả chung lại tê được đáp phò từ đó chấm dừng thu dừng một tay một តាមរយៈកិច្ចពិភាក្សាត្រង់ទៅត្រង់មកជំនុំនេះផ្ដល់ឱកាសជូនអាយុដំអភិសន្តិបណ្ឌិតសសុខាទទួលបានព័ត៌មាននិងបទពិសោធន៍ការងារជាក់ស្ដែងមួយចំនួនដែលមន្ត្រីបាននៅកំពុងជួបប្រទះជាពិសេសបានទទួលសំណើសំណុំពរនិងការចែករំលែកទស្សនៈមួយចំនួនពីមន្ត្រីអនុវត្តការងារតាមជំនាញនីមួយៗដែលជាធាតុចូលសម្រាប់ការដាក់ចេញវិធានការនិងដំណោះស្រាយឆ្លើយតបតម្រូវការចំពោះមុខនិងការរៀបចំផែនការកំណែតម្រង់ដើម្បីពង្រឹងគុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងឱកាសនោះដែរអាយុដំអភិសន្តិបណ្ឌិតសសុខាក៏បានអញ្ជើញចូលសួរសុខទុក្ខក្រុមប្រឹក្សានិងមន្ត្រីបម្រើការនៅរដ្ឋបាលឃុំគោកឃ្មុំដែលនៅទីនោះមានប្រជាពលរដ្ឋជាបន្តបន្ទាប់បានមកស្នើសុំសេវានៅយន្តការច្រកចេញចូលតែមួយឃុំផ្អែកលើទស្សនវិជ្ជាជាក់ស្ដែងនៃជីវភាពការងាររបស់មន្ត្រីរដ្ឋបាលឃុំគោកឃ្មុំអាយុដំអភិសន្តិបណ្ឌិតបានបង្ហាញក្តីរីករាយដែលឃើញធនធានមនុស្សចម្រុះវ័យកំពុងបំពេញការងារនៅសាលាឃុំជាក់ស្ដែងមានមន្ត្រីកិច្ចសន្យាជាយុវជនប្រកបដោយធម៌ពលនិងភាពរួសរាយរាក់ទាក់នៅប្រចាំការទទួលស្វាគមន៍សម្របសម្រួលនិងបម្រើសេវាជូនប្រជាពលរដ្ឋជាមួយមន្ត្រីចាស់ទុំនិងវ័យកណ្ដាល យើងអាចនាំសារដល់ថ្នាក់ដឹកនាំដើម្បីលោកអភិបាលហើយអរគុណបាទអរគុណ